សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Smart Class KH ថ្ងៃនេះផងដែរខ្ញុំនឹងមកបង្ហាញតាក់ទងទៅនឹងពីរបៀបមូលដ្ឋានគ្រឹះប្រាស់ Google Drive អញ្ចឹងនឹងយើងប្រើប្រាស់ Google Drive បានគឺយើងត្រូវចូលទៅក្នុង web browser មួយដែលមានឈ្មោះថា Google Chrome នេះជា logo របស់វាបាទបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញ interface បែបនេះអញ្ចឹងកន្លែងសញ្ញា add នេះអ្នកទាំងអស់គ្នាអាចបញ្ចូល email ខ្លួនឯងបានប្រសិនបើអ្នកទាំងអស់គ្នាមាន email នៅក្នុងផ្ទាំងនេះទេសម្រាប់ខ្ញុំមាន email របស់ខ្ញុំស្រេចអញ្ចឹងខ្ញុំចូល email របស់ខ្ញុំមកអញ្ចឹងមុនយើងទៅដល់ Google Drive គឺយើងចូលកន្លែង Google App ជាមុនសិនទៅមកយើងនឹងឃើញ Google App យ៉ាងច្រើនដែលយើងអាចប្រើប្រាស់អញ្ចឹងឥឡូវគោលដៅរបស់យើងគឺយើងត្រូវប្រើប្រាស់ Google Drive អញ្ចឹងយើងចូលមកសិនបើរបស់អ្នកទាំងអស់គ្នាថ្មីគឺអត់មានឃើញដូចខ្ញុំទេតែដោយសារតែខ្ញុំបានបង្កើតអីខ្លះៗហើយអញ្ចឹងឥឡូវយើងមកសិក្សាពី tool ឬមួយក៏ឧបករណ៍វាមួយចំនួនកន្លែង new កន្លែងលេខបូកហ្នឹងអញ្ចឹងវានឹងចេញផ្ទាំងបែបនេះកន្លែង new folder គឺជា folder ដែលយើងបង្កើតឈ្មោះថ្មីឧទាហរណ៍នេះគឺជា folder របស់ខ្ញុំមួយដែលខ្ញុំបង្កើតវាមាន book YouTube My University អីចឹងទៅអញ្ចឹងខ្ញុំចង់បង្កើត folder មួយដែលដាក់ថាឈ្មោះរបស់ខ្ញុំអញ្ចឹងណាខ្ញុំចុចមកអញ្ចឹងខ្ញុំដាក់ថា Mr. ហៀងអញ្ចឹងមកហើយ create ឥឡូវ folder របស់ខ្ញុំបាន load ហើយគឺ Mr. ហៀងបាទអានឹងហើយគេហៅថា new folder ឥឡូវយើងមកសិក្សាពាក្យ file upload វិញ file upload គឺជាឯកសារដែលយើងរក្សាទុកនៅក្នុង device របស់យើងអញ្ចឹងចំពោះ file វិញនេះគឺបែបនេះវាចេញបែបនេះដែលយើងទើបតែធ្វើនៅក្នុង Word document ឬមួយក៏យើង save វាជា PDF គឺវាមានមួយបែបនេះគេហៅថា file ហើយអញ្ចឹងដើម្បី upload file មកក្នុង Google Drive បានគឺអ្នកទាំងអស់គ្នាជំហានដំបូងប្រសិនបើអ្នកទាំងអស់គ្នាបង្កើត folder បែបនេះហើយអញ្ចឹងអ្នកទាំងអស់គ្នាចង់ upload file ទៅឈ្មោះមួយណាឧទាហរណ៍ថាខ្ញុំដាក់ Mr. ហៀងខ្ញុំចុចអញ្ចឹងមកទៅមកខ្ញុំចុចពាក្យ new ហើយខ្ញុំនៅ file upload បន្ទាប់មកខ្ញុំចាប់ផ្ដើមរក upload ជាមួយនឹង prepare of interview នេះមួយខ្ញុំ upload file ចូលហើយរងចាំបន្តិចមកបាទអញ្ចឹងឥឡូវវាជោគជ័យហើយខ្ញុំចូលទៅពាក្យថា my try Mr. ហៀងបាទនេះគឺជា file ដែលខ្ញុំបាន upload ឥឡូវយើងចូលពាក្យ new មួយទៀតឥឡូវ folder upload អ្នកទាំងអស់គ្នាស្គាល់ folder ទេដូចខ្ញុំបានប្រាប់ហើយនេះអានេះគឺបង្កើត folder គឺវាចេញបែបអញ្ចេះឥឡូវយើងចង់ upload folder មួយនៅក្នុង device របស់យើងអញ្ចឹងក្នុង computer របស់ខ្ញុំគឺខ្ញុំមាន folder ច្រើននេះវាមានអាបែបអញ្ចេះចេញបែបនេះគេហៅថា folder ហើយអញ្ចឹងឧទាហរណ៍ថា apply linguistics អញ្ចឹងនេះគឺជា folder របស់ខ្ញុំដែលក្នុង folder ហ្នឹងមាន file យ៉ាងច្រើនឥឡូវខ្ញុំចាប់ផ្ដើម upload folder មួយដែលមានឈ្មោះដូចមិនហ្នឹងឯងខ្ញុំដាក់ថា folder upload មកហើយបន្ទាប់មកខ្ញុំ upload ពាក្យ apply linguistics នេះមកអញ្ចឹងរងចាំវាបន្តិចមកបាទឥឡូវពេញហើយឥឡូវយើងមករក apply linguistics ទាំងអស់គ្នានេះគឺជា apply linguistics ដែលខ្ញុំបាន upload មិញអញ្ចឹងក្នុងនឹងសិតតែជា file យ៉ាងច្រើនឥឡូវយើងឈានមកដល់ Google Doc វិញនៅក្នុង Google Drive របស់យើងក៏អាចបង្កើត Google Doc បានដែរ Google Doc មានន័យថាដូចជា Word document ដែលយើងវាយអត្ថបទអីចូលធ្វើការងារជាក្រុមអីចឹងទៅ share link ទៅមិត្តភ័ក្តិរបស់យើងធ្វើជុំគ្នាបាទចំពោះ Google Sheet វិញគឺជាវាស្តៀងទៅនឹង Excel ចំពោះ Google Slides គឺជាឧបករណ៍មួយដែលយើងអាចបង្កើត slide presentation បានហើយចំពោះ Google Vid វិញគឺជាឧបករណ៍មួយដែលនៅក្នុងនោះមាន AI ដែលជួយបង្កើតវីដេអូបង្កើត template ឬមួយក៏អ្វីផ្សេងៗទៀតឲ្យយើងបានហើយចំពោះ Google Form ក៏អាចបង្កើតបានដូចជា quiz ឬមួយក៏ form ផ្សេងៗ survey ផ្សេងៗនឹងឯងគឺគេបង្កើតក្នុង Google Form ឥឡូវកន្លែង My Home វិញកន្លែង Home ហ្នឹងគឺយើងបើកមកគឺចេញផ្ទាំងបែបនេះគឺវារាងរញ៉េរញ៉ៃវាចេញមកអាណាថ្មីគឺវា load ឲ្យនឹងមុខនឹងឯងចំពោះកន្លែង My Drive គឺវាចេញអ្វីដែលយើងបាន upload ចូលដូចយើងបង្កើត folder ថ្មីនៅក្នុងវាចេញឲ្យបាទចំពោះពាក្យ share with me អញ្ចឹងនៅពេលដែលគេផ្ញើ link មកយើងចូលមើលទៅគឺវា
ជាប់នៅក្នុងឲ្យយើងហើយចំពោះពាក្យថា recent ចំណុចនេះគឺឯកសារថ្មីដែលយើងបាន upload ឬមួយក៏យើងបើកគឺវាចេញឲ្យមុខគេបងអស់បាទចំពោះពាក្យ trash គឺកន្លែងដែលយើងលុបហើយឯកសារនឹងមកចូលមកត្រង់ចំណុចនេះហើយយើងអាចលុបមកតង់ទៀតបានហើយ storage កន្លែង memory វាអ្នកទាំងអស់គ្នាត្រូវចាំថា Gmail មួយគឺវា free ឲ្យយើងតែ 15G ទេក្នុងការប្រើប្រាស់អរគុណអ្នកទាំងអស់គ្នាសម្រាប់មើលវីដេអូមួយនេះមានចម្ងល់អីអាច comment ខាងក្រោមបាន